តើតើជាមួយនឹងស្ថិរភាពរបស់ដុល្លារនៅថ្ងៃនេះមានការធ្លាក់ចុះខ្លាំងហើយតើតើហើយសូម្បីតែបានភាគហ៊ុននឹងការលក់នៅទីផ្សារក៏មានការស្ងប់ស្ងាត់ផងដែរនេះគឺជាអត្រាប្តូរប្រាក់នៅថ្ងៃទី9ខែធ្នូយើងអាចមើលឃើញពីទង់ជាតិខ្មែរថៃវៀតណាមចិនកូរ៉េនិងជប៉ុនសម្រាប់បងប្អូនដែលគាត់ស្តុកលុយថៃប្រហែលជាមានភាពចំណេញច្រើនហើយលុយខ្មែរយើងបច្ចុប្បន្នហ្នឹងក៏មានការកើនឡើងដូចគ្នាដែររូបទី2គឺតាក់ទងជាមួយនឹងប្រទេសអូស្ត្រាលីសហគមន៍អឺរ៉ុបចក្រភពអង់គ្លេសកាណាដាសិង្ហបុរីនិងតៃវ៉ាន់សម្រាប់ព័ត៌មានថ្ងៃនេះគឺយើងមានខ្លីៗតម្លៃប្រេងគឺចាប់ផ្ដើមហក់ឡើងវិញបន្ទាប់ពីខាងអូពេចគាត់បានបិទគប់នៅការផ្គត់ផ្គង់ឧស្ម័នឬក៏ធម្មពលតែដើម្បីឲ្យតម្លៃប្រេងមានការឡើងវិញហើយតាក់ទងជាមួយនឹងការទូទាយតម្លៃប្រេងវានឹងអាចឈោងមកនៅតម្លៃដ៏ប្រសើររឿងទី2តើតើជាមួយនឹងហ៊ុនដុល្លារដែលយើងបាននិយាយប្រាប់បងប្អូនថ្ងៃមុននេះទោះបីជាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានការកើនឡើងប៉ុន្តែការជួញដូរលើហ៊ុនដុល្លារក៏មានការធ្លាក់ចុះរឿងទី3គឺតើតើជាមួយនឹងការរំកិលខ្លួនទៅលើផ្នែកសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីតជាមួយនឹងចិនក៏មានដៃគូទី3ដែរគឺរុស្ស៊ីនឹងចូលរួមផងដែរក្នុងការចាប់ដៃគូសេដ្ឋកិច្ចទៅលើការផ្គត់ផ្គង់ផលិតនិងការប្រើប្រាស់ប្រេងរួមទាំងនឹងវត្ថុធាតុដើមមួយចំនួនក្នុងនោះប្រទេសទាំង3ហ្នឹងក៏បានចរចាក្នុងការបង្កើតរូបិយប័ណ្ណថ្មីដែលយើងមិនដឹងថាវាស្ថិតនៅលើគោលរូបិយប័ណ្ណចិនឬក៏មាសរបស់រុស្ស៊ីនៅឡើយទេក្នុងការជួញដូររបស់ពួកគេដើម្បីកាត់បន្ថយអំណាចដុល្លារបន្ថែមទៅទៀតសូមបញ្ជាក់ថាអារ៉ាប៊ីសាអូឌីតនិងរុស្ស៊ីព្រមទាំងចិនហ្នឹងក៏មានឆន្ទៈឬក៏មានគោលនយោបាយក្នុងការកាត់បន្ថយការប្រើប្រាស់លុយដុល្លារក្នុងសេដ្ឋកិច្ចរបស់ពួកគាត់ហ្នឹងគឺតាំងពីឆ្នាំ2019មកម្លេះដើម្បីទប់ស្កាត់នៅវិបត្តិសេដ្ឋកិច្ចដែលកើតឡើងដោយការកលុកកឆាឬក៏ភាពខាតទៅលើទុនដុល្លារក្រោយពេលសហរដ្ឋអាមេរិកហ្នឹងក៏ដំឡើងការប្រាក់ហើយភាពមិនស្ថិរភាពលើតម្លៃរូបិយប័ណ្ណរបស់ខ្លួនហើយយើងអាចនិយាយថាមានតែប្រទេសចិននិងរុស្ស៊ីទេដែលបានទិញមាសទុកប្រមាណជា50%នៃការជួញដូរហើយជាប្រទេសមួយដែលបានលក់ដុល្លារចេញផងដែរនៅលើក្នុងធនាគារកណ្ដាលរបស់ខ្លួនសូមអរគុណសម្រាប់បងប្អូនដែលបានតាមដានព័ត៌មានថ្ងៃនេះសូមជួយចុច Subscribe លើ Channel ប្រសិនបើបងប្អូនយល់ថាព័ត៌មាននេះមានប្រយោជន៍ដល់បងប្អូនអរគុណជម្រាបលា